កងទ័ពនៅជួរមុខនិងគ្រួសារកងទ័ពនៅជួរក្រោយដែលទីទាល់ក្រខ្លាំងបន្តអំពាវនាវសុំជំនួយខណៈភាពក្រីក្រតោកយ៉ារបស់កងទ័ពនិងគ្រួសាររបស់ពួកគេធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនិងការអាណិតអាសូរយ៉ាងខ្លាំងពីប្រជាជនខ្មែរនៅគ្រប់ទិសទីទាំងក្នុងប្រទេសនិងក្រៅប្រទេសបន្ថែមលើការជិះចាប់ដែលថៃបានឈ្លានពាននិងប្រមាថមើលងាយកម្ពុជាការអំពាវនាវនេះស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុងប្រទេសនិងក្រៅប្រទេសរួមទាំងស្ថាប័នរដ្ឋាភិបាលនានាកំពុងមានភាពផុសផុលយ៉ាងខ្លាំងក្នុងការចូលរួមផ្តល់ជំនួយនិងរៃអង្គាសជំនួយដើម្បីយកទៅជួយកងទ័ពជួរមុខនិងជនភៀសសឹកកំពុងខ្វះខាតដែលនៅពេលនេះមានការកើនឡើងជាងកន្លះលាននាក់សូមមេត្តាករណាជួយនៅសម្ភារៈទាននិងទានបច្ច័យដល់វីរៈកងទ័ពម្នាក់នេះផងទាហានជាង30ឆ្នាំមកហើយនេះជាសាររបស់លោកមេឃសវណ្ណរាប្រធានគណៈបកចំនួនថ្មីបានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី21ធ្នូឆ្នាំ2025អំពាវនាវសូមឲ្យសាធារណជនជួយដល់វីរៈកងទ័ពកម្ពុជាម្នាក់ដែលភ្ជាប់នឹងរូបថតកងទ័ពរូបនោះរងរបួសក្បាលបើតាមលោកមេឃសវណ្ណរាលោកអនុសេនីយ៍ត្រីឈរឈឿបានសរសេរសារមកកាន់ឆាតនៃ Facebook របស់លោកពីតំបន់ប្រាសាទព្រះវិហារថាខ្ញុំឈ្មោះឈរឈឿប្រចាំការនៅបង្គោល8ព្រះវិហារត្រូវរបួសក្បាលនៅពេលប្រយុទ្ធគ្នាក្នុងសមរភូមិនៃថ្ងៃទី8ខែធ្នូឆ្នាំ2025សូមបងប្អូនជួយដល់ខ្ញុំជាកងទ័ពបម្រើជាតិជាង30ឆ្នាំហើយខ្ញុំបដិញ្ញាថាពេលធូរស្រាលពីរបួសរួចខ្ញុំនឹងឡើងទៅប្រយុទ្ធវិញមិនចោលបងប្អូនយើងនៅខាងលើទេហើយខ្ញុំមកនេះចង់ឲ្យលោកគ្រូជួយផ្សាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានជួយដល់រូបខ្ញុំតិចតួចតាមសទ្ធាក្នុងស្មារតីខ្មែរជួយខ្មែរទាល់ហើយលោកគ្រូតាក់ទងមកលេខទូរស័ព្ទខ្ញុំ088 39 18 357និង QR code របស់កូនខ្ញុំនៅក្នុងវីដេអូខ្លីមួយកងទ័ពម្នាក់កំពុងហូបបាយជាមួយប្រហុកនិងអំបិលដាក់នៅលើស្លឹកចេកផ្ទាល់លើដីបាននិយាយថាខ្លួនកំពុងហូបបាយជាមួយអំបិលនិងប្រហុកនេះបើតាម account Facebook ឈ្មោះថាសិទ្ធនារីលោកថាកំពុងមិញមកហូបបាយមួយខ្ញុំមកបាយបុកអំបិលឆាបបាយមកមួយខ្ញុំម្នាក់ទេនេះមានតែបុកអំបិលប្រហុកបាយចំណែកស្ត្រីជាភរិយាកងទ័ពជួរមុខម្នាក់ទៀតក៏បានសរសេរនៅលើបណ្ដាញសង្គមដែរថាបងប្អូនអើយពេលនេះប្តីខ្ញុំកំពុងនៅសមរភូមិនៅឡើយចិត្តមួយបារម្ភពីប្តីកូនក៏គ្មានអីហូបអង្ករក៏គ្មានម្ហូបអាហារទឹកដោះគោកូនក៏គ្មានកូន4នាក់នៅតូចៗនិយាយដល់ត្រង់ចំណុចនេះក៏បានដាក់រូបហូរទឹកភ្នែកដោយមានភ្ជាប់រូបថត3កូនតូចនៅនឹងដៃកំពុងអង្គុយនៅលើគ្រែរនាបក្តារហើយកូនតូចម្នាក់ទៀតអង្គុយនៅនឹងដីគ្មានខោស្លៀកនិងនៅក្នុងវីដេអូខ្លីមួយស្ត្រីដែលមានវ័យប្រហែលជាជិត30ឆ្នាំដែលមានរូបរាងស្គមស្គាំងកំពុងឈរ3កូនខណៈកូនតូចៗផ្សេងទៀតកំពុងរត់លេងរូបនេះហាក់ដូចជាពុំមានព្រលឹងនៅក្នុងខ្លួនឡើយសំណេរសរសេរបន្តថាខ្ញុំមិនអាចបញ្ចេញរឿងខ្លះបានចាំសន្តិភាពសិនសុំគេបើកអំណោយគេមិនកត់ឈ្មោះឲ្យទៀតបើបងប្អូនមិនជឿអាចខលវីដេអូមកសួរក៏បានដែរខ្ញុំទាល់ហើយបងប្អូនជួយខ្ញុំផងបានទេសូមអង្វរឃើញគេគ្រួសារកងទ័ពខ្មែរយើងជួយច្រើនណាស់ចំណែកប្តីខ្ញុំកងទ័ពដែរមិនក៏វេទនាម្លេះខ្ញុំមិនសុំអ្វីច្រើនទេបងប្អូនអើយត្រឹមតែទឹកដោះគោកូនក៏បានដែរសារដែលបានបង្ហោះកាលពីថ្ងៃទី16ធ្នូឆ្នាំ2025នេះមិនបានប្រាប់ឈ្មោះនិងទីតាំងទេប៉ុន្តែបានប្រាប់លេខទូរស័ព្ទ088 39 18 357នេះបើយោងតាម account Facebook ឈ្មោះថា Davila Facebook ឈ្មោះ Davila បានសរសេរថាសូមបងប្អូនជួយចែករំលែកមួយផងដើម្បីជួយដល់ប្រពន្ធវីរៈកងទ័ពយើងនេះមើលឃើញជាក់ស្ដែងសូមអភ័យទោសពីដំបូងថាមិនហ៊ានបង្ហោះទេប៉ុន្តែការដែលដាច់ចិត្តបង្ហោះរឿងនេះគឺដោយសារតែឃើញប្រពន្ធកូនគ្រួសារវីរៈកងទ័ពលំបាកវេទនាពេកចាប់តាំងពីមានការផ្ទុះសង្គ្រាមលើកទី2ក្នុងទ្រង់ទ្រាយធំកាលពីថ្ងៃទី7ខែធ្នូមកប្រជាពលរដ្ឋខ្មែរក្រីក្រនៅតាមតំបន់មួយចំនួនគ្មានមធ្យោបាយធ្វើដំណើរភៀសសឹកទៅកាន់ទីកន្លែងមានសុវត្ថិភាពនោះទេដោយខ្លះត្រូវធ្វើដំណើរថ្មើរជើងនិងខ្លះទៀតទ្រាំនៅសំងំនៅក្នុងផ្ទះរបស់ខ្លួនដែលប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនេះបើយោងតាមបណ្ដាញសង្គមជាច្រើនលោកភិនសុផានីជាប្រជាពលរដ្ឋរស់នៅកោះស្រឡៅក្នុងខេត្តកោះកុងកាលពីថ្ងៃទី14ធ្នូបានផ្ញើសារសុំជំនួយឲ្យមានការជួយផ្ដល់ជាប្រាក់ដើម្បីជួលទូកទៅដឹកប្រជាពលរដ្ឋក្រីក្រជាង10គ្រួសារឲ្យចេញពីកោះស្រឡៅខណៈកងទ័ពជើងទឹកថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ពីលើកប៉ាល់នៅក្នុងសមុទ្រតម្រង់មកលើដីគោកកម្ពុជាបងអើយអ្នកនៅកោះស្រឡៅហ្នឹងនៅប្រហែលជា10ជាងគ្រួសារ
12 13 គ្រួសារហើយអ្នកដែលនៅហ្នឹងគឺក៏នៅហ្នឹងមួយគ្រួសារនៅម្នាក់2នាក់អ្នកចំហអញ្ចឹងដូចនៅប្រុសអញ្ចឹងណាតែគ្រួសារនៅភាគច្រើនអ្នកដែលនៅហ្នឹងប្រហែលជា10ជាងគ្រួសារ10តិចតួចហ្នឹងគឺអ្នកអត់ហ្មងបងអត់សោះហ្មងគ្នាអត់មានមធ្យោបាយទៅហ្មងអត់លុយអត់កាក់ទៅមិនដឹងទៅណាទៅណីអញ្ចឹងគ្នាសុខចិត្តនៅនឹងបណ្ដោយទៅបាទបងបាទហ្នឹងហើយបងបើសិនជាអាចអីជួយគាត់ជួយត្រឹមមកចេញពីកោះសាឡៅទៅក៏បានដែរបន្តិចតួចអីទៅឆ្ងាយពីកោះសាឡៅបានប្រហែលជា4-5 គីឡូអីទៅក៏បានដែរគាត់ទៅគាត់រួចផុតពីកោះសាឡៅព្រោះអីម្នាក់នៅទាំងភ័យទាំងខ្លាចលោកមីកសវណ្ណារាប្រធានគណៈបកចំនួនថ្មីដែលតែងតែចុះទៅជួបសំណេះសំណាលជាមួយវីរៈកងទ័ពនៅជមុកតាមបន្ទាត់ព្រំដែនបានប្រាប់ VOD នៅថ្ងៃទី21ធ្នូនេះថានៅគ្រប់សមរភូមិសង្គ្រាមទាំងព្រំដែនខាងកើតជាមួយប្រទេសវៀតណាមកាលពីអតីតកាលនិងព្រំដែនខាងលិចនាពេលបច្ចុប្បន្នជាមួយថៃគេតែងតែឃើញកូនចៅប្រជាពលរដ្ឋដែលជាកសិករក្រីក្រគឺជាអ្នកចេញមុខច្បាំងការពារទឹកដីប្រឆាំងទៅនឹងបរទេសឈ្លានពានចំពោះភាពក្រលំបាកតោកយ៉ាករបស់កងទ័ពនិងគ្រួសាររបស់កងទ័ពនាពេលបច្ចុប្បន្នលោកមីសវណ្ណារាបដិសេធធ្វើការអធិប្បាយដោយថ្លែងថាខ្លាចប៉ះពាល់ដល់ការសម្ងាត់របស់កងទ័ពដែលខ្ញុំសូមមិននិយាយប៉ុន្តែខ្ញុំមើលឃើញទស្សនវិជ្ជាជាក់ស្ដែងនៅតាមព្រំដែនខ្ញុំថាបើចប់សង្គ្រាមទៅសូមឲ្យមានការកែតម្រង់នៅទំនើបកម្មយោធាហើយឲ្យគុណតម្លៃអ្នកដែលបូជាជីវិតពលីនៅក្នុងសមរភូមិមុខក៏ដូចជាកងទ័ពឲ្យមានសេចក្តីថ្លៃថ្នូរកិត្តិយសការរស់នៅស្លៀកពាក់ប្រាក់ខែឧបត្ថម្ភបែបណាផ្ទះសម្បែងទៅនឹងបំណុលធនាគារបែបណាខ្ញុំក៏ដូចជារដ្ឋាភិបាលគិតថាយើងត្រូវមានគោលនយោបាយកងទ័ពទៅនឹងទំនើបកម្មយោធាបែបណាដើម្បីឲ្យល្អតំណាងនៃកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិរបស់ប្រជារាស្ត្រព្រោះកងទ័ពជាកងទ័ពរបស់ជាតិរបស់ប្រជារាស្ត្រមិនមែនជាកងទ័ពរបស់គណៈបកនយោបាយឬក៏បុគ្គលក្រុមគ្រួសារបកពួកនិយមណាទេ VOD មិនទាន់អាចតាក់ទងអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដើម្បីស្នើសុំធ្វើការអធិប្បាយលើបញ្ហានេះបានឡើយទេគិតត្រឹមថ្ងៃទី22ខែធ្នូឆ្នាំ2025នេះយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតថ្លែងការពីពេលថ្មីនេះថាការរួបរวมគ្នារបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីក្នុងការផ្ដល់ជំនួយនិងប្រមូលជំនួយជួយទៅដល់វីរៈកងទ័ពជមុកនិងជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះគឺជាស្មារតីស្នេហាជាតិដ៏ធំណាស់របស់ប្រជាជាតិខ្មែរត្រូវធ្វើការងារច្រើនហត់នឿយច្រើនពុះពៀច្រើនហើយខ្ញុំសូមឲ្យមានការយោគយល់ការសាមគ្គីគ្នាបាទលើសខ្វះឲ្យតិចតួចបើមានបញ្ហាគឺសូមយោគយល់គ្នាហើយរួមគ្នាតទៅទៀតក្នុងដំណាក់កាលដ៏លំបាកនេះហើយខ្ញុំក្នុងនាមជាប្រមុខរដ្ឋាភិបាលយើងខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាចំពោះប្រជាពលរដ្ឋកងកម្លាំងរបស់យើងហើយមានកម្លាំងមហាជនប្រជាពលរដ្ឋជាពិសេសយុវជនយើងនៅពីក្រោយគ្រប់មជ្ឈដ្ឋានទាំងអស់នេះគឺជាស្មារតីដ៏រឹងមាំរបស់ជាតិយើងហើយសូមបន្តកិច្ចការងារនេះសម្រាប់លោកមីសវណ្ណារាដែលធ្លាប់ធ្វើជាអតីតទាហានប៉ារ៉ារបស់លោកតាសឿនសានបានលើកឡើងថាសង្គ្រាមដ៏ក្តៅគគុកប្រឆាំងថៃឈ្លានពានមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចាប់តាំងពីខែកក្កដាដល់ខែធ្នូនេះជាបទពិសោធន៍ដែលអគ្គមេបញ្ជាការកងទ័ពនិងក្រសួងការពារជាតិក៏ដូចជារដ្ឋាភិបាលកម្ពុជានឹងអាចដឹងហើយថាតើត្រូវធ្វើទំនើបកម្មវិស័យកងទ័ពបែបណាធ្វើទំនើបកម្មជីវភាពរបស់កងទ័ពរួមទាំងកូនប្រពន្ធរបស់កងទ័ពដើម្បីឲ្យពួកគាត់អាចរស់នៅក្នុងកម្រិតជីវភាពសមរម្យថ្លៃថ្នូរនិងមានកិត្តិយសស្នាបីប្រឈោច្បាំងការពារជាតិបែរជានៅក្រោយផ្ទះដែរណានៅសមរភូមិក្រោយប្រព័ន្ធកូនមានជាពាក្យបំណុលកូនអត់បានទៅរៀនសូត្រទៅសាលាប្រព័ន្ធគឺថាជួបការលំបាកមានការបារម្ភពីប្តីស្លាប់ឬក៏រស់ហើយកូនក៏មិនបានរៀនសូត្រកត្តាជីវភាពគ្រួសារក្រីក្រអានឹងខ្ញុំជឿថារដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិត្រូវពង្រឹងផ្នែកជីវភាពកងទ័ពវិន័យសណ្ដាប់ធ្នាប់សេចក្តីថ្លៃថ្នូររបស់កងទ័ពដើម្បីតំណាងឲ្យជាតិឲ្យកិត្តិយសប្រទេសជាតិឲ្យកិត្តិយសលើកមុខមាត់ក្រុមគ្រួសារទាហានដែលបូជាជីវិតណាឲ្យកូនឲ្យចៅទៅធ្វើទាហានឲ្យប្តីការពារប្រទេសជាតិកុំឲ្យសត្រូវឈ្លានពានខ្ញុំថានេះជាការទទួលខុសត្រូវចាំបាច់ដែលត្រូវមានកំណែតម្រង់ទំនើបកម្មវិស័យយោធាទៅនឹងកត្តាជីវភាពរបស់កងទ័ពបាទចំណែកលោកម៉ែណាតប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានសម្ដែងការសោកស្ដាយនិងរំជួលចិត្តចំពោះភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំងរបស់វីរៈកងទ័ពកម្ពុជាជមុកនិងជនភៀសសឹកនិងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីសូមមេត្តាបន្តជួយឧបត្ថម្ភទៅដល់វីរៈកងទ័ពជមុកនិងជនភៀសសឹកខ្មែរជាបន្តទៅទៀត
ជាមួយគ្នានេះរដ្ឋាភិបាលត្រូវដោះស្រាយការលំបាករបស់ទាហានជួរមុខគឺត្រូវតែផ្គត់ផ្គង់សម្ភារៈយោធានិងរបបអាហារឲ្យបានគ្រប់គ្រាន់និងសមរម្យដើម្បីឲ្យពួកគាត់មានកម្លាំងនិងកម្លាំងចិត្តកាន់តែខ្លាំងក្លាដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពសៀមឈ្លានពានទឹកដី ហើយជាមួយគ្នានឹងរដ្ឋាភិបាលកម្ពុជាគួរលើកទឹកចិត្តទៅដល់បងប្អូនទាហានដែលពលីគឺលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់ពួកគាត់តាមរយៈជួយសម្រួលទៅដល់សុខសុវត្ថិភាពជីវភាពរស់នៅរបស់ពួកគាត់អីជាដើមហ្នឹងឲ្យបានសមរម្យជាងសពថ្ងៃបាទព្រោះយ៉ាងណាក៏ដោយជួយពួកគាត់បានរស់នៅមានជីវភាពសមរម្យហើយនឹងលើកទឹកចិត្តទៅដល់ក្រុមគ្រួសារកងទ័ពផងហើយជាមួយគ្នានឹងរដ្ឋាភិបាលកម្ពុជាក៏ត្រូវតែជួយជ្រោមជ្រែងដល់ក្រុមគ្រួសារកងទ័ពនៅខាងក្រោយដែលគាត់កំពុងតស៊ូនោះកងទ័ពដែលកំពុងតស៊ូនោះប៉ុន្តែរដ្ឋាភិបាលកម្ពុជាត្រូវតែជួយរួមមធ្យោបាយណាលើកទឹកចិត្តក្រុមគ្រួសារកងទ័ពនៅជួរក្រោយហ្នឹងណាឧបត្ថម្ភគាំទ្រដល់ពួកគាត់បន្ថែមទៀតទាំងថវិកាទាំងសម្ភារៈទាំងការហូបចុកអីជាដើមហ្នឹងបើមានលទ្ធភាពគួរណាមិនត្រូវបដែតបដោយឲ្យពួកគាត់រស់នៅតាមយថាកម្មទេ អ្នកខ្លមើលសង្គមជាច្រើនបានបន្ទោសស្ថានភាពរស់នៅក្រីក្រតោកយ៉ាក់ដល់សែនសង្វេគរបស់វីរៈកងទ័ពជួរមុខកម្ពុជានិងគ្រួសាររបស់វីរៈកងទ័ពនាពេលបច្ចុប្បន្នទៅលើអំពើពុករលួយជាប្រព័ន្ធនៅក្នុងជួររដ្ឋាភិបាលគ្រួសារហ៊ុនជាពិសេសនៅក្នុងក្រសួងការពារជាតិដែលទាមទារឲ្យមានការធ្វើកំណែតម្រង់និងធ្វើទំនើបកម្មជាបន្ទាន់ដើម្បីធ្វើឲ្យវិស័យការពារជាតិកម្ពុជាកាន់តែខ្លាំងក្លារឹងមាំក្នុងការការពារទឹកដីទប់ទល់ទៅនឹងបរទេសឈ្លានពានទឹកដីខ្ញុំបាទពលសម្បត្តិ VOD